អំណោយសប្បុរសធម៌របស់ក្រុមប្រតិភូក្លឹបរ៉ូតេរីអង្គរនិងក្រុមប្រតិភូរ៉ូតេរីក្លឹបតៃវ៉ាន់ផ្ដល់តាមរយៈមន្ទីរសុខាភិបាលខេត្តជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំគោកដូងស្រុកអង្គរជុំកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2014កញ្ញាជូណូប្រធានរ៉ូតេរីក្លឹបតៃវ៉ាន់និងកញ្ញាអាណាប្រធានក្លឹបរ៉ូតេរីអង្គរប្រចាំកម្ពុជាបានសម្ដែងនូវសេចក្តីអាណិតស្រឡាញ់ដល់កុមារនិងប្រជាពលរដ្ឋកម្ពុជាដែលជារឿយៗក្លឹបរ៉ូតេរីទាំងពីរតែងតែផ្ដល់អំណោយសប្បុរសធម៌ដល់ប្រជាជនកម្ពុជាជាពិសេសការជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាបតាមរយៈមន្ទីរសុខាភិបាលជាញឹកញាប់ដែលអំណោយទាំងនោះបានពីការចូលរួមពីសប្បុរសជនមកពីតៃវ៉ាន់កញ្ញាទាំងពីរបានផ្ដាំផ្ញើដល់កុមារតូចៗឲ្យខិតខំសិក្សាដើម្បីយកចំណេះដឹងកសាងគ្រួសារនិងសង្គមជាតិនិងឆ្លៀតឱកាសជួយដល់អ្នកផ្សេងក្នុងសកម្មភាពមនុស្សធម៌ដូចជាសកម្មភាពពួកគាត់នាពេលនេះបើផ្អែកតាមការលើកឡើងរបស់អ្នកស្រីខេងតារាស៊ីអនុប្រធានមន្ទីរសុខាភិបាលខេត្តបានចាត់ទុកសកម្មភាពមនុស្សធម៌នេះជាសកម្មភាពចូលរួមជួយកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាត់បន្ថយអត្រាឈឺនិងអត្រាស្លាប់របស់កុមារនិងស្ត្រីអ្នកស្រីបានលើកឡើងថាការជួយឧបត្ថម្ភជាសម្ភារៈមនុស្សធម៌និងជួយពិនិត្យព្យាបាលជំងឺរបស់ក្រុមប្រតិភូក្នុងពេលនេះគឺជាការជួយបំពេញនូវភាពខ្វះខាតបានមួយគ្រាទោះជាតិចតួចក្តីតែជាសន្តានចិត្តមនុស្សធម៌ជួយចែករំលែកជាពិសេសការជួយព្យាបាលជំងឺនៅពេលនេះក៏ជួយកាត់បន្ថយការចំណាយលើថ្លៃថ្នាំដង្កូវខ្លះៗដែរព្រោះថាជំងឺនាំឲ្យខាតបង់ថវិកាគ្រួសារនិងថវិកាជាតិទាំងមូលសូមបញ្ជាក់ថារ៉ូតេរីក្លឹបនេះមានឈ្មោះល្បីល្បាញទូទាំងពិភពលោកហើយតែងតែជួយដល់ប្រជាពលរដ្ឋកម្ពុជានៅអំណោយមនុស្សធម៌តាមរយៈស្ថាប័នផ្សេងៗជារៀងរាល់ឆ្នាំអំណោយដែលបានពីការចូលរួមពីសប្បុរសជននានាក្នុងពេលនេះរួមមានអង្ករ4000គីឡូក្រាមមី400កញ្ចប់ទឹកសុទ្ធ400ដបថ្នាំសម្រាប់ព្រូន400កញ្ចប់សម្លៀកបំពាក់សម្រាប់រៀនសូត្រ200កំភ្លេកាបូបចំនួន100